នេះគឺជាអត្ថបទបកប្រែជាភាសាខ្មែរនៃខ្លឹមសារក្នុងវីដេអូនេះគឺជាការចម្លងទាំងស្រុងនៃសេចក្តីអត្ថាធិប្បាយក្នុងវីដេអូនេះគឺជាពិភពលោកនាពេលអនាគតដែលពោរពេញដោយបិសាចអរិយធម៌មនុស្សត្រូវបានបំផ្លាញសូម្បីតែសមត្ថភាពនិយាយក៏បាត់បង់ដែរលើនិងសេរ៉ូហេក្នុងនាមជាអ្នកដើរតោលបានរស់នៅយ៉ាងលំបាកក្នុងពិភពលោកក្រោយមហន្តរាយប៉ុន្តែនៅក្នុងពិភពលោកបែបនេះអ្វីដែលគ្រោះថ្នាក់បំផុតជារឿយមិនមែនជាបិសាចនោះទេរំពេចនោះសំឡេងហួចមួយបានបន្លឺឡើងច្បាស់ណាស់ថាទីតាំងរបស់ពួកគេទាំងពីរត្រូវបានគេរកឃើញហើយម្ខាងទៀតកំពុងហៅគ្នាពួកគេខៀវហេឃើញដូច្នោះក៏សម្រេចចិត្តបំបែកផ្លូវគ្នាដើម្បីតាក់ទាញស្រូវចំណែករត់សម្ដៅទៅរកកន្លែងជ្រកកោនដោយមិនងាកក្រោយប៉ុន្តែនៅវិនាទីបន្ទាប់ត្រូវបានបុរសខ្លាំងពីរបីនាក់សង្កត់ទៅលើដីនាងខំស្រែកអស់ពីកម្លាំងប៉ុន្តែមិនអាចបញ្ចេញសំឡេងបានសូម្បីតែមួយម៉ាត់គ្រានោះរឿបានដឹងថាមិត្តប្រុសរបស់នាងក៏រត់មិនរួចដែរអ្នកទាំងពីរត្រូវបានគេញាត់ចូលក្នុងក្លឹបក្រោយឡានយ៉ាងជិតឈឹងនៅពេលឡានចេញដំណើរពួកគេត្រូវបាននាំទៅកាន់ជំរំយ៉ាងលឿនប៉ុន្តែអ្វីដែលចម្លែកនោះគឺពួកគេមិនបានសម្លាប់ទេតែបែរជាចងនាងជាប់នឹងកៅអីយ៉ាងណែនបន្ទាប់មកស្ត្រីម្នាក់បានដកឡាមចេញមកហើយទៅលើជើងរបស់នាងឲ្យមានរបួសនៅពេលក្លិនឈាមសាយភាយប្រៃទាំងមូលក៏ប្រែជាច្របូកច្របល់នឹងកាចសាហាវឃើញបែបនេះមនុស្ស4នាក់ប្រញាប់ឡើងទៅទីកន្លែងខ្ពស់រួចបែរខ្នងដាក់មកវិញវិនាទីបន្ទាប់ស្រមោលខ្មៅរោខ្លោចមួយបានសម្ដៅមកគ្របតាមពិតទៅនាងត្រូវបានគេយកធ្វើជាយិញបូជាដើម្បីថ្វាយដល់បិសាចនៅពេលឃើញវីខិតមកចិត្តនឺបានរើបំរះយ៉ាងខ្លាំងរហូតដល់ដាច់ខ្សែចំណងនៅនឹងដៃបុរសម្នាក់សំឡេងក៏ប្រញាប់ចុះមកសង្កត់ស៊ូទៅលើកៅអីវិញប៉ុន្តែនៅវិនាទីបន្ទាប់បិសាចក៏បានស៊ីបុរសម្នាក់នោះទៅវិញនៅពេលឃើញបិសាចបដូរគោលដៅប្រញាប់រើបំរះឲ្យរួចពីចំណងហើយរត់ចូលទៅក្នុងព្រៃជ្រៅមកដល់មាត់ស្ទឹងតូចមួយលឺបានរំរបួសយ៉ាងសាមញ្ញដោយគិតថាជីវិតមិត្តប្រុសនាងមិនដឹងជាយ៉ាងណានាងមិនហ៊ានបង្អង់យូរឡើយក៏ធ្វើដំណើរតាមដានកងឡានសម្ដៅទៅកាន់ជំរំរបស់សត្រូវមិនយូរប៉ុន្មានក៏មកដល់ខាងក្រៅជំរំទីនេះមានការយាមកាមយ៉ាងតឹងរឹងសូម្បីតែអាវុធដែលនៅសេសសល់ពីអរិយធម៌មុនក៏មានដែរលើក្រណាំងចេញយ៉ាងប្រុងប្រយ័ត្នបន្ទាប់មកនាងក៏លួចចូលទៅខាងក្នុងក្រោយពីស្វែងរកមួយសន្ទុះនាងមិនឃើញសេរ៉ូហេទេប៉ុន្តែបែរជាឃើញខ្សែដៃដែលនាងត្បាញដោយផ្ទាល់ដៃឲ្យគាត់នៅនឹងដីច្បាស់ណាស់ថាមិត្តប្រុសរបស់នាងប្រហែលជាមានគ្រោះថ្នាក់ខ្លាំងហើយគ្រានោះឃើញមេដឹកនាំស្រីដើរចូលទៅក្នុងផ្ទះឈើមួយនៅក្នុងនោះកំពុងមានពិធីសាសនាមួយប្រព្រឹត្តទៅគំនូរនៅលើជញ្ជាំងបង្ហាញពីភាពចម្លែកនិងគួរឲ្យខ្លាចស្ត្រីម្នាក់ស្លៀកពាក់អាវពណ៌កំពុងមានផ្ទៃពោះ9ខែជិតដល់ពេលសម្រាលនៅពេលស្ត្រីនោះផ្លុំពន្លត់ទៀនពិធីសាសនាក៏បានបញ្ចប់អ្វីដែលគ្រប់គ្នាមិនដឹងនោះគឺរឿងកំពុងពួននៅក្រោមជើងរបស់ពួកគេប៉ុន្តែស្ត្រីម្នាក់នោះហាក់ដូចជាមានការដឹងជាមុនលើសពីមនុស្សធម្មតាតាមរយៈសញ្ញារបស់នាងមេដឹកនាំស្រីក៏ចាប់ផ្ដើមស្វែងរកខំទប់កំហឹងនិងភាពភ័យខ្លាចប៉ុន្តែនៅវិនាទីបន្ទាប់មេដឹកនាំស្រីនៅតែរកឃើញកន្លែងពួនរបស់នាងដដែលត្រូវបានគេច្របាច់យ៉ាងណែនប៉ុន្តែដោយសារឆន្ទៈមមួននាងបានធាក់មេដឹកនាំស្រីឲ្យខ្ទាតចេញទៅខណៈពេលដែលស្ត្រូវកំពុងភាំងលឺក៏ប្រញាប់រត់ចេញទៅក្រៅជំរំប៉ុន្តែបែរជាឃើញថាជំរំដែលធ្លាប់តែស្ងាត់คล้ายជាពោពេញដោយមនុស្សគ្រប់ទីគ្រានោះមេដឹកនាំដែលនៅពីក្រោយក៏បានបន្លឺសំឡេងអាសន្នលឺគ្មានជំរើសក៏រត់ទៅក្បែររបងដែកបន្លារួចហែកវាចេញដើម្បីរត់គេចខ្លួននាងរត់តាំងពីពេលថ្ងៃរហូតដល់យប់ជ្រៅពេលនេះមានអារម្មណ៍ថាអស់កម្លាំងខ្លាំងប៉ុន្តែនាងមិនបានចាប់អារម្មណ៍ថាបាតដៃដែលត្រូវដែកបន្លាមុតនោះកំពុងតែហូរឈាមមិនឈប់ឡើយរំពេចនោះសំឡេងក្រហមតិចបន្លឺឡើងក្បែរត្រចៀកបុរសម្នាក់បានចុះពីលើឡានអ្វីដែលចម្លែកនោះគឺបុរសម្នាក់នេះនិយាយភាសាអេស្ប៉ាញយ៉ាងស្ទាត់ជំនាញដោយមិនទាន់មានពេលគិតច្រើនប្រញាប់ឡើងឡានហើយជំរុញឲ្យបុរសនោះចាកចេញពីទីនេះភ្លាមពេលកំពុងស្ដាប់តន្ត្រីដែលមិនធ្លាប់ពេលមានអារម្មណ៍ថាបុរសនៅពីមុខនាងមិនមែនជាមនុស្សនៅក្នុងពិភពលោកដូចជានាងឡើយប៉ុន្តែភ្លាមនោះបិសាចក៏លេចខ្លួននៅលើឡានបុរសម្នាក់នោះបានជន់កាយយ៉ាងខ្លាំងរួចបើកបុកចូលរោងចក្រដែលបោះបង់ចោលបុរសម្នាក់នោះបានស្លាប់បាត់ទៅចំណែកដើរចុះពីលើឡានទាំងត្រដាបត្រដួសហើយឃើញថាខ្មាន់កាំភ្លើងម្នាក់ទៀតមិនទាន់ស្លាប់ទេបានវាយតប់គ្នាជាមួយគាត់អ្នកទាំងពីរស្ថិតក្នុងស្ថានភាពទន់ដៃទន់ជើងដូចគ្នាប៉ុន្តែមិនយូរប៉ុន្មានកម្លាំងបុរសនោះចាប់ផ្ដើមមានព្រៀបជាងក្នុងគ្រាអាសន្នឃើញកាំភ្លើងវែងមួយធ្លាក់នៅក្បែរនោះនាងក៏កេះកាយកាំភ្លើងបញ្ចប់ជីវិតបុរសម្នាក់នោះភ្លាមក្រោយពីគេចផុតពីសេចក្តីស្លាប់ដើរក្នុងព្រៃតែម្នាក់ឯងស្រាប់តែឃើញបុរសម្នាក់កំពុងអង្គុយអាំងភ្លើងក្បែរដើមឈើកាន់កាំភ្លើងដើរទៅមើលយ៉ាងប្រុងប្រយ័ត្នទើបដឹងថាបុរសម្នាក់នោះគឺជាមិត្តប្រុសរបស់នាងដែលកំពុងដង្ហើមចង្រិតប្រញាប់ចូលទៅរកប៉ុន្តែនៅវិនាទីបន្ទាប់សំណាញ់មួយបានគ្រប់លើនាងហើយទាញនាងឡើងលើគ្រានោះបុរសសក់វែងម្នាក់បានដើរចេញមកច្បាស់ណាស់ថាអ្វីទាំងអស់នេះគឺជាអន្ទាក់ដែលគេរៀបចំទុកពេលនេះអ្នកទាំងពីរជាប់អន្ទាក់រត់មិនរួចឡើយ
នួខំងើបឈរដើម្បីរើបំរះជាចុងក្រោយប៉ុន្តែបែរជាធ្វើឲ្យរបួសនៅបាតដៃហែកម្ដងទៀតនៅពេលឈាមហូរចេញមកស្រាប់តែមានចលនាមិនប្រក្រតីនៅក្នុងប្រៃវិនាទីបន្ទាប់បុរសម្នាក់នោះត្រូវបានបិសាចសង្កត់ជាប់នឹងដើមឈើបិសាច2-3ក្បាលបានលេចមុខឡើងហើយស៊ីបុរសម្នាក់នោះបាត់ទៅទិដ្ឋភាពដ៏គួរឲ្យរន្ធត់នេះបានធ្វើឲ្យយឺចង់រស់បន្តនាងក៏ឡើងទៅលើដើមឈើទាំងភ័យខ្លាចមិនយូរប៉ុន្មានបន្ទាប់ពីស៊ីឆ្អែតហើយបិសាចក៏ចាក់ចេញទៅដោយទុកឲ្យអ្នកទាំងពីរនៅទីនោះចង់ឆ្លៀតឱកាសនេះចុះទៅជួយមិត្តប្រុសប៉ុន្តែភ្លាមនោះបិសាចក៏ត្រឡប់មកវិញស៊ីរ៉ូហេបានคล้ายជាចំណីរបស់វាភ្លាមលឺមានតែបន្តឡើងទៅលើឲ្យខ្ពស់ជាងមុនប៉ុន្តែបិសាចដែលមានភាពរហ័សរហួនក៏អាចឡើងដើមឈើបានដែរឬខំដោះខ្សែចំណងនៅជើងចេញប៉ុន្តែបិសាចបានមកដល់ពីក្រោយហើយលួចសង្កត់នាងក្នុងស្ថានភាពតច្រកក៏បញ្ចេញកម្លាំងដ៏អស្ចារ្យធាក់បិសាចឲ្យធ្លាក់ពីលើដើមឈើការបាត់បង់មិត្តប្រុសធ្វើឲ្យលឺខឹងសម្បារដល់កម្រិតពេលនេះនាងចង់តែស្វែងរកមនុស្សក្រុមនោះដើម្បីសងសឹកឬត្រឡប់ទៅក្បែរជំរំវិញលួចកេកពីទីហ៊ានល្បាតរួចលួចចូលតាមប្រហោងរបងជំរំម្ដងទៀតយល់ថាស្ត្រីមានផ្ទៃពោះនៅក្នុងផ្ទះឈើមានសារៈសំខាន់ខ្លាំងចំពោះកុលសម្ព័ន្ធនេះដូច្នេះនាងក៏រុញទ្វារផ្ទះចូលរួចភ្ជង់កាំភ្លើងទៅរកស្ត្រីនោះប៉ុន្តែនៅពេលឃើញពោះរបស់នាងសូមមិនសិកាធ្វើឲ្យរារែកចិត្តប៉ុន្តែនៅវិនាទីបន្ទាប់មេដឹកនាំស្រីបានលបវីប្រហារពីក្រោយអ្នកទាំងពីរក៏វីតប់គ្នាជាថ្មីលុះពេលលឺដឹងខ្លួនឡើងវិញនាងត្រូវបានគេបោះចូលទៅក្នុងរណ្ដៅភ្នូនៅពេលគេបិទទំឈូយ៉ាងជិតនួដែលស្ថិតក្នុងភាពងឹតក៏មានអារម្មណ៍អស់សង្ឃឹមយ៉ាងខ្លាំងប៉ុន្តែនាងស្រាប់តែឃើញថាម្ខាងទៀតមិនត្រឹមតែទុកចង្គៀងឲ្យនាងមួយប៉ុណ្ណោះទេប៉ុន្តែរណ្ដៅភ្នូនេះក៏មានផ្លូវចេញដែរលឺប្រញាប់កាន់ចង្គៀងវាតាមផ្លូវតូចយ៉ាងលំបាកប៉ុន្តែបែរជាសំឡេងអ្វីម្យ៉ាងវិនាទីបន្ទាប់បិសាចមួយក្បាលកំពុងសម្លឹងមើលនាងដោយកាចសាហាវឃើញបែបនេះក៏ប្រញាប់វាត្រឡប់មកវិញប៉ុន្តែបិសាចនៅតែតាមនាងមិនលែងត្រូវបង្ខំចិត្តវាមកដល់ចំណុចដើមវិញនាងស្ថិតក្នុងស្ថានភាពតច្រកនិងចិត្តคล้ายជាចំណីរបស់បិសាចទៅហើយប៉ុន្តែក្នុងគ្រាដែលនាងអស់សង្ឃឹមបិសាចមិនបានសម្លាប់នាងទេវាគ្រាន់តែហិតបាតដៃរបស់វាហាក់ដូចជាមានក្លិនដែលវាធ្លាប់ស្គាល់បន្ទាប់មកបិសាចក៏ថយក្រោយទៅវិញយឺតនឹកឃើញថាមុននេះនាងអចេតនាធ្វើឲ្យរហែកពោះស្ត្រីមានផ្ទៃពោះនោះប្រហែលជាឈាមដែលជាប់នឹងដៃធ្វើឲ្យបិសាចដឹងក្លិនដែលវាស្គាល់តើកូនក្នុងពោះស្ត្រីនោះក៏ជាសមាជិករបស់បិសាចដែរឬមិនយូរប៉ុន្មានក៏ចេញពីរណ្ដៅភ្នំមកវិញពេលនេះនាងហាក់ដូចជាទេវតានៃសេចក្តីស្លាប់រូបភាពកាត់មកកាន់មេដឹកនាំដែលចូលមកក្នុងផ្ទះឈើដើម្បីមើលរបួសស្ត្រីមានផ្ទៃពោះប៉ុន្តែរំពេចនោះមានពន្លឺភ្លើងឆេះនៅខាងក្រោយមេដឹកនាំរត់ទៅជំរំទើបឃើញថាតង់ដែលខ្លួនរស់នៅកំពុងត្រូវភ្លើងឆេះយ៉ាងសន្ធោសន្ធៅមិនយូរប៉ុន្មានភ្លើងបានរាលដាលពាសពេញធ្វើឲ្យមេដឹកនាំមានអារម្មណ៍ថាគ្មានសមត្ថភាពនឹងទប់ទល់បន្ទាប់មកកាន់កាំភ្លើងលេចមុខក្នុងជំរំសំឡេងកាំភ្លើងបន្លឺឡើងគ្រប់ទីភ្លើងដែលកំពុងឆេះសន្ធោសន្ធៅធ្វើឲ្យមនុស្សមិនអាចដឹងថាសំឡេងកាំភ្លើងចេញមកពីណាមនុស្សក្នុងជំរំដួលស្លាប់ម្នាក់ម្ដងសូម្បីតែមេដឹកនាំក៏ត្រូវមួយគ្រាប់នៅត្រង់ពោះដែរមិនយូរប៉ុន្មានជំរំទាំងមូលនៅសល់តែបុរសក្បាលទំពេកម្នាក់គត់គេរើសកាំភ្លើងវែងនៅនឹងដីប៉ុន្តែនៅជុំវិញពោពេញដោយផ្សែងនិងភ្លើងមិនអាចរកឃើញទីតាំងរបស់ឡើយរំពេចនោះមេដឹកនាំបានបើកឡានបុកបុរសក្បាលទំពេកនោះយ៉ាងពេញទំហឹងកាន់កាំបិតដើរសំដៅទៅផ្ទះឈើដូចជាព្រះនៃសេចក្តីស្លាប់ប៉ុន្តែនៅពេលចូលដល់ស្ត្រីមានផ្ទៃពោះដែលពួននៅជ្រុងមួយក៏ស្ទុះចេញមកនឹកស្មានមិនដល់ថានាងមានសមត្ថភាពប្រយុទ្ធមិនធម្មតានាងកាន់កាំបិតដេញកាប់យ៉ាងចាស់ដៃរើសយកឈើឆ្កាងមួយនៅនឹងដីមកបាត់វិញស្ត្រីមានផ្ទៃពោះចង់ខំប៉ុន្តែបែរជាត្រូវខំដាច់ត្រចៀកវិញឈាមហូរស្រោចពេញអាវភ្លាមរំពេចនោះស្ត្រីនោះក៏ធ្លាក់ទឹកភ្លុះនាងឡើងទៅលើគ្រែរួចចាប់ផ្ដើមសម្រាលកូនទាំងឈឺចាប់ចំណែកក៏ចង់ដឹងថាតើបិសាចប្រភេទណាដែលនៅក្នុងពោះស្ត្រីម្នាក់នោះមិនយូរប៉ុន្មានសំឡេងស្រែកចម្លែកក៏បន្លឺឡើងស្ត្រីមានផ្ទៃពោះធ្លាក់ពីលើគ្រែដោយភាពភ័យខ្លាចបន្ទាប់មកនាងរើសកាំបិតនៅនឹងដីអារកខ្លួនឯងសម្លាប់ខ្លួនដោយមិនរារែកខ្យល់ដ៏ចម្លែកមួយបានផ្លុំពន្លត់ទៀនក្នុងផ្ទះឈើបិសាចរាប់មិនអស់ក្នុងព្រៃបានធ្វើដំណើរសំដៅមកជំរុំសំឡេងស្រែករបស់បិសាចបន្លឺឡើងព្រមគ្នាដើរទៅក្បែរក្រែហើយបីទីរកក្នុងដៃបិសាចដើរចូលមកក្នុងផ្ទះរួចងើបក្បាលស្រែកទៅលើមេឃហាក់ដូចជាកំពុងអបអរសាទរការយាងមកនៃស្ដេចថ្មីអ្វីដែលបីក្នុងដៃគឺជាបិសាចដែលមានក្បាលជាជាមនិងខ្លួនជាមនុស្សចំណែកបិសាចដទៃទៀតហាក់ដូចជាចាត់ទុកនាងជាម្ដាយនៅមាត់របស់ក៏លេចចេញនៅស្នាមញញឹមបន្តិច